ជំរាបសួរបងអូនស្រីចាជំរាបសួរគ្រូបងអូនស្រីរៀននៅសាលាណាដែរខ្ញុំរៀននៅសាលាវិទ្យាល័យហ៊ុនសែនកំពង់ចកបាទបងអូនស្រីបងអូនស្រីមកនេះបងអូនដឹងហើយថាបងអូនចង់ចូលរួមនៃកម្មវិធីយុទ្ធនាការប្រឆាំងនឹងព័ត៌មានខ្លាំងៗមែនទេចាបាទបងអូនស្រីក៏ឡងមកហើយធ្លាប់ទទួលបាននៃព័ត៌មានខ្លាំងៗទេចាកន្លងមកនាងខ្ញុំធ្លាប់ទទួលបានព័ត៌មានខ្លាំងៗនៅតាមបណ្ដាញសង្គមដូចជា TikTok Facebook អីជាដើមដែលផ្សព្វផ្សាយព័ត៌មានមិនពិតបាទបងអូនស្រីក៏ឡងមកហើយបងអូនធ្លាប់ទទួលបាននៃព័ត៌មានមិនពិតទេចាកន្លងមកនាងខ្ញុំធ្លាប់ទទួលបានព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមដូចជាបណ្ដាញសង្គម Facebook TikTok អីជាដើមបាទបងអូនស្រីយល់ឃើញចំណុចណាដែរហើយការសន្និដ្ឋានរបស់បងអូនស្រីនៅចំណុចណាដែរបានបងអូនស្រីថានេះគឺជាព័ត៌មានមិនពិតឬព័ត៌មានពិតព័ត៌មានមិនពិតគឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់គ្មានដែលមិនគ្រប់ជ្រុងជ្រោយនិងចេះតែបំភ្លឺឬក៏បំភ្លៃហើយព័ត៌មានពិតគឺជាព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់និងមានគ្រប់ជ្រុងជ្រោយបាទអរគុណបងអូនស្រីអញ្ចឹងបងអូនស្រីមានអ្វីបន្ថែមទៀតទេនឹងផ្ដាំផ្ញើទៅបងប្អូនតទៀតនាងខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថាកុំចូលរួមផ្សព្វផ្សាយព័ត៌មានដែលមិនពិតគឺចូលរួមផ្សព្វផ្សាយនៅព័ត៌មានដែលគឺ share ឬក៏ចែករំលែកនៅព័ត៌មានណាដែលជាព័ត៌មានពិតបាទចាមុននឹង share ព័ត៌មានសូមឲ្យពិនិត្យមើលគ្រប់ជ្រុងជ្រោយមែនទេចាបាទអរគុណច្រើនបងស្រីបាទជម្រាបសួរបងប្រុសបាទជម្រាបសួរលោកគ្រូបាទបងប្រុសឈ្មោះអ្វីដែរខ្ញុំឈ្មោះហើយកចាលោកគ្រូបាទបងប្រុសសិក្សានៅសាលាណាដែរខ្ញុំបានរៀននៅវិទ្យាល័យហ៊ុនសែនកំពង់ចកបាទបងយល់យ៉ាងណាដែរដែលព័ត៌មានពិតនិងព័ត៌មានមិនពិតបងមើលឃើញចំណុចត្រង់ណាដែលថាព័ត៌មានមិនពិតព័ត៌មានមិនពិតគឺជាព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់និងចេះតែបំភ្លៃមិនគ្រប់ជ្រុងជ្រោយបងអូនមានអ្វីបន្ថែមទេនឹងផ្ដាំផ្ញើទៅសិស្សានុសិស្សដែលជាតំពាំងសង្ឃឫស្សីបាទចុងក្រោយខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋខ្មែរនិងសិស្សានុសិស្សចំនួនក្រោយសូមកុំផុសនៅព័ត៌មានមិនពិតហើយសូមកុំអត់អីមើលទៅលើមួយផ្នែកនៃមួយចំណុចហើយសូមឲ្យមើលគ្រប់ជ្រុងជ្រោយមុននឹងផុសមុននឹង share ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយនិងដឹងពីប្រភពច្បាស់លាស់នៃព័ត៌មានអូខេអរគុណច្រើនបងប្រុសអរគុណបាទជម្រាបសួរលោកគ្រូបាទលោកគ្រូបាទជួបគ្នាលើកទីម៉ាននេះលោកគ្រូនេះលើកទី4ហើយលើកទី4បាទលោកគ្រូកាលពីកម្រង CLV ម្ដងហើយមែនទេហើយនេះគឺកម្រងប្រយុទ្ធប្រឆាំងបាទព័ត៌មានខ្លាំងខ្លាយបាទលោកគ្រូមានអ្វីបន្ថែមទេពាក់ព័ន្ធនឹងប្រយុទ្ធប្រឆាំងនឹងព័ត៌មានខ្លាំងខ្លាយនេះបាទអរគុណបាទតាមប្រសាសន៍របស់បងប្អូនដែលគាត់មានប្រសាសន៍មិញសិតតែត្រឹមត្រូវហើយព្រោះអីការយល់ឃើញរបស់គាត់ឃើញថាព័ត៌មានខ្លាំងខ្លាយជាព័ត៌មានដែលមិនមានប្រភពច្បាស់លាស់មិនទាន់គ្រប់ជ្រុងជ្រោយអញ្ចឹងគាត់ថាខ្ញុំសូមប្រាំផ្ញើទៅបងប្អូនសិស្សសានុសិស្សដូចជាប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូទាំងអស់គ្រប់ស្ថាប័នអស់មុននឹង share មុននឹងចែករំលែកនៅព័ត៌មានណាមួយត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយមើលឲ្យបានច្បាស់ថាតើប្រភពច្បាស់លាស់ពីតាណាមកអញ្ចឹងកុំចេះតែ share កុំចេះតែជឿផ្ដេសផ្ដាស់ដោយអត់មានប្រភពច្បាស់លាស់អត់មានគ្រប់ជ្រុងជ្រោយនេះជាគំនិតរបស់ខ្ញុំអញ្ចឹងសូមផ្ដាំផ្ញើប៉ុណ្ណឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សសានុសិស្សទាំងអស់សូមថាមើលឲ្យច្បាស់គ្រប់ជ្រុងជ្រោយហ្នឹងមុននឹង share ចែករំលែកបាទអរគុណបាទហើយលោកគ្រូក៏ឡងមកឲ្យធ្លាប់ទទួលព័ត៌មានមិនពិតទេបាទខ្ញុំនឹងខាងសារព័ត៌មាននេះគឺខ្ញុំទទួលបានច្រើនណាស់បាទច្រើនមែនទែនហើយលោកគ្រូពេលដឹងតែព័ត៌មានមិនពិតលោកគ្រូមានអារម្មណ៍យ៉ាងម៉េចដែរក្នុងខ្លួនឈឺចាប់អីក៏យ៉ាងម៉េចដែរបាទសូមអរគុណខាងបងខាងសារព័ត៌មានបាទខ្ញុំក្រោយពីឃើញព័ត៌មានដែលផ្សាយតាម social media ឃើញថាអត់មកផុសមកគឺថាបំភ្លៃទាំងស្រុងអញ្ចឹងដែលក្នុងខ្ញុំជាអ្នកមើលខ្ញុំចុកចាប់ណាចុកចាប់ឈឺចាប់ណាស់ដែលមនុស្សល្អរាជរដ្ឋាភិបាលធ្វើការបានល្អបែរជាបំភ្លៃការពិតណាធំធានការពិតលៀបពណ៌ឲ្យគ្នាដែលគ្នាល្អនេះធ្វើឲ្យអ្នកមើលទាំងអស់នឹងថាឈឺចាប់ណាស់បាទឈឺចាប់មែនទែនចុកចាប់ណាស់ដែលអ្វីដែលល្អបែរជាមិនផ្សាយបែរផ្សាយរបស់អីមិនពិតហើយព័ត៌មានបានលាស់ធ្វើឲ្យអ្នកអតីតជឿតាមអ្នកដែលឃោសនាដែលមិនមានប្រភពច្បាស់លាស់នេះឯងខ្ញុំចុកចាប់ណាស់បាទអរគុណបាទអរគុណច្រើនគ្រូបាទ